សូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់រីត្រីស្មានេះ Channel ខ្ញុំបាទ Story Talk Magic និទានរឿងខ្មោចមានរឿងបែបរន្ធត់មកជូនពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ក្នុងពេលរាត្រីនេះផងដែរសូមពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជួយចុច Like Follow Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងទុកជាការលើកទឹកចិត្តមកដល់រូបខ្ញុំបាទក្នុងរាត្រីស្មានេះគឺខ្ញុំមានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើនដែលវាជាសាច់រឿងដែលចម្រុះតោះយើងចូលទៅដល់សាច់រឿងទី1ដែលខ្ញុំទទួលបានមកពីប្អូនស្រីម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះទេនេះគឺជារឿងរ៉ាវពិតប្រាកដមួយដែលបានកើតឡើងចំពោះគាត់នៅពេលដែលគាត់បានទៅស្នាក់នៅមន្ទីរពេទ្យខេត្តមួយកន្លែងដែលគាត់សុំមិនបញ្ចេញឈ្មោះខេត្តនឹងទេបាទហើយអូខេខ្ញុំតាមដានបងបានហើយចេញភាគណាក៏មើលរឿងរបស់បងដែរតែមិនដែលបានបញ្ចេញសាច់រឿងរបស់ខ្លួនឯងទេថ្ងៃនេះខ្ញុំសូមបញ្ចេញនៅសាច់រឿងមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នាមិនទៅប្រហែលជាមិនសូវជាគួរឲ្យលីកទេប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នកបានជួបផ្ទាល់នៅមន្ទីរពេទ្យខេត្តមួយកន្លែងនឹងប្រហែលជាគួរឲ្យខ្លាចខ្លាំងហើយសម្រាប់គាត់តែហើយមានថ្ងៃមួយគាត់បានទៅមើលម្ដាយរបស់គាត់ដោយសារតែម្ដាយរបស់គាត់នឹងគឺគាត់បានឈឺធ្ងន់នេះអញ្ចឹងគឺគាត់បានចូលថ្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាននៅក្នុងឆាកជីវិតរបស់គាត់មកទាំងអស់គ្នាគាត់ថាតាំងពីតុយមកដល់ឥឡូវហ្នឹងគឺគាត់មិនដែលធ្លាប់គេងនៅមន្ទីរពេទ្យសំបីតែម្ដងគឺគាត់អត់ដែលគេងនៅមន្ទីរពេទ្យទេអត់ដែលគេងមួយកនអ្នកផ្ទះឬមួយក៏អីអញ្ចឹងអត់ដែលទេលើកទី1គេក្នុងឆាកជីវិតយកមកដែលគាត់បានមកគេងក្នុងមន្ទីរពេទ្យនឹងហើយខ្ញុំយល់អារម្មណ៍ទាំងអស់គ្នានៅពេលដែលនេះខ្ញុំធ្លាប់ទៅគេងក៏ដល់ប្អូនរបស់ខ្ញុំពេលដែលវាឈឺកូនឈាមនៅមន្ទីរពេទ្យមួយកន្លែងនឹងហើយដោយសារតែយប់ទីអានេះកាត់ចេញពីខ្សែងរឿងបន្តិចវាស្រដៀងគ្នាបន្តិចដែរដោយសារតែទីបដូចគ្នាប្អូនប្អូនទៅកាន់នឹងប៉ានៅភ្នំពេញទេគឺប៉ានៅខេត្តហើយវាឈឺឈាមហើយម៉ាក់ក៏នាំវាទៅមន្ទីរពេទ្យមួយកន្លែងហើយក៏បានគេងស្រាក់នៅក្នុងបន្ទប់មួយកន្លែងចឹងតាទាំងអស់គ្នាគឺមានអវ័យឡងមួយអីអញ្ចឹងតាមានគេបើកទ្វារមើលទាំងអត់មានមនុស្សទេប៉ុនតែឃើញទ្វារបើកដោយខ្លួនឯងគ្នាយល់អត់អូខ្ញុំនិយាយដាក់អាស៊ីនបើកទ្វារឬនេះបើកទ្វារចូលមកប្រែទាំងអស់គ្នាអូយម៉ែពីមុននេះដឹងមិនដឹងស្រែកមិនទេនិយាយមែនដែលពីមុនដឹងតែស្រែកឆ្វាច់វាយកមកអស់គ្នាឥឡូវយើងមិនបាច់ចូលសេរឿងរបស់ខ្ញុំទេខ្ញុំយងចូលដាក់សេរឿងរបស់ប្រិយមិត្តបើយើងកុំឲ្យបងប្អូនតុំអស់គ្នាខ្ញុំទៅច្រើនពេកតោះអញ្ចឹងយើងចូលទៅដល់សាច់រឿងស៊ីចម្រៅតែម្ដងអញ្ចឹងកុំមានថ្ងៃមួយនឹងហេមានថ្ងៃមួយអីទៀតបើនេះហើយអញ្ចឹងពេលហ្នឹងគឺគាត់បានទៅគេងកណ្ដូម្ដាយរបស់គាត់ហើយនៅក្នុងមួយបាត់រ៉េមួយទៀតគឺសម្រាប់អ្នកដែលទៅកំអ្នកជំងឺនឹងឯងហើយអាក្រែដែលអាគេសម្រាប់ដាក់ឲ្យអ្នកជំងឺអ្នកកណ្ដៅចុងជើងអាក្បែរនឹងផ្អួចនឹងចុងជើងអាក្រែរបស់អ្នកជំងឺនឹងឯងហើយមានថ្ងៃមួយអីយប់នឹងគឺម៉ោងប្រហែលជា10ទាំងអស់គ្នាម៉ោងប្រហែលជា10យប់គឺគាត់បានឮសំឡេងនៅពីមុខបន្ទប់របស់គាត់ចឹងតាដែលគាត់អាចមើលតាមប្រអួចអីឃើញចឹងតាគឺគាត់បានឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មិនដឹងទាំងអស់គ្នាគឺថាប្តីរបស់គាត់នឹងគឺកំពុងតែត្រូវបានគេរុញចូលមកក្នុងពេទ្យនឹងទាំងអស់គ្នានឹងហើយគឺគាត់បានឃើញបងស្រីម្នាក់កំពុងតែរត់តាមអារទេសដែលគេរុញប្តីរបស់គាត់នឹងស្រែកយំឡើងរហេបហាមនឹងដែលគាត់មើលទៅអូសង្ស័យតែពួនគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងហើយណាគាត់ម៉ែលើខ្លួនឯងចឹងគាត់ហើយក៏នឹងហើយពេទ្យនឹងក៏បានជួយសង្គ្រោះព្យាយាមជួយសង្គ្រោះពូនឹងអញ្ចឹងតាប៉ុន្តែនៅពេលដែលពេទ្យព្យាយាមធ្វើចលនាសេះជួយអត់បានទេក្វេតបានប្រាប់ក្រុមគ្រួសារថានឹងហើយគាត់ស្លាប់បាត់ហើយអ្នកទាំងអស់គ្នាអញ្ចឹងមានតែនឹងហើយឲ្យគេចាត់ចាញ់ធ្វើបើឲ្យសប្អេងចឹងទៅក៏ប្រាប់ឲ្យក្រុមគ្រួសារកាត់ចឹងតានឹងហើយនិយាយទៅគឺបរិសម្នាក់នឹងគឺមើលទៅក្មេងដែរទេដល់ពេលគាត់មើលទៅដូចជាពូនឹងដូចជាមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេមើលទៅដូចរូបរាងកាយរបស់គាត់ដូចជាស្អាតទេតែមើលទៅដូចរាងស្លេកអូនឹងគាត់កាត់អីទៅយកមកទៅតែយកមកពេទ្យអញ្ចឹងមិនភ្លាមមិនក៏មិនយកមកអញ្ចឹងងាយពេទ្យសួរនាំនឹងប្រពន្ធក៏បានប្រាប់ថានឹងហើយអ្នកគ្រូពេទ្យនិយាយទៅគាត់ចេញពីកន្លែងបាញ់ថ្នាំឲ្យគេនឹងថាគាត់ដើរបាញ់ថ្នាំបាញ់អីតាមចង្ការតាមអីហើយបន្ទាប់មកគាត់ក៏បានទៅផឹកស្រាមួយកែវពីរកែវជាមួយមិត្តភ័ក្តិរបស់គាត់អីគ្នារបស់គាត់អីអញ្ចឹងហើយក៏ម៉ោងជា9នឹងលាមិនដឹងថាម៉េចសុខក៏គាត់បានដួលសន្លប់ទូងអបបាត់ទៅហើយក៏ខ្ញុំផ្ទះរបស់ខ្ញុំនឹងក៏ពិបាករើបានឈ្នួលដឹកចេញមកក្រៅមកខេត្តដែរបងព្រោះវានៅដាច់សយ៉ាឡាទ្រមតែរកបាននឹងម៉ោង10ជាងបាត់ហើយទំមតែដឹកមកដល់នេះនឹងទើបតែដល់មុននឹងអញ្ចឹងក៏បាននិយាយប្រាប់ថាអូអញ្ចឹងមានន័យថាគាត់នឹងប្រហែលជាស្លាប់តាំងពីមុនដឹកមកពេទ្យមកលេះស្លាប់តាំងពីដួកសន្លប់នឹងហើយមុនទៅនឹងហើយអញ្ចឹងក៏នឹងប្រាប់ថាឥឡូវងារតាក់ទងឡាននឹងក្រៅដែលដឹកសពមកនឹងឲ្យដឹកទៅវិញទៅដើម្បីយកទៅធ្វើបុណ្យធ្វើអីអញ្ចឹងតានឹងហើយបន្តឡានងៀនដឹកសពនឹងមុននឹងដឹកនៅនឹងទេតែប្រហែលជាចេញទៅដឹកណាអីផ្សេងទៀតក៏ចាំគាត់ចាំរៀងយូរដែរហើយឃើញប្រពន្ធរបស់គាត់នឹងនៅយំលងនៅអបប្តីអញ្ចឹងតាធម្មតានឹងហើយគាត់ស្ដាយសំណោះអញ្ចឹងគាត់អបផងគាត់ដង្អែផងគាត់ថាផងគាត់យំគាត់ថាគាត់នេះគាត់មើលអារូបភាពនឹងងារគាត់អត់ចង់មើលប៉ុន្តែធម្មតានៅក្នុងមុខនឹងហើយគាត់អើតមើលគាត់វាសង្វេគចិត្តពេលកាត់ឃើញអីម្នាក់ ន
នឹងគឺថាគាត់យំមកមើលទៅគុំសត់មែនទែនគាត់មើលទៅក៏មិនមែនជាអ្នកដែលមានធូធាដែលមើលទៅគាត់ជាអ្នកដែលពិបាកដែលទេគាត់អាណិតមែនទែនគាត់គិតថាគាត់ចង់ចូលលុយចូលបុណ្យអ៊ីនឹងពី3មើលអីដែលអញ្ចឹងងាយតែក៏គាត់បានឲ្យទាញក្របោបមើលអញ្ចឹងទៅនៅក្នុងខ្លួនរបស់គាត់នឹងអត់មានលុយអាក្រដាស់ម៉ឺនអីទេគឺគាត់មានតែក្រដាស់50000គ្នាគាត់ចង់ចូលបុណ្យបន្តិចអីបន្តិចគាត់គិតថាអញមានតែកណ្ដាស់50000សល់នឹងខ្លួនទី1សន្លឹកនឹងផងដែរ50បើចូលបុណ្យគេបាត់បានអីចាយទៅបាត់អត់មានលុយចាយផងនឹងហើយក្នុងខ្លួនសល់ប៉ុណ្ណឹងផងនឹងឲ្យគាត់ចុះគាត់ឡើងក៏អត់បានចូលបុណ្យយីពូទៅហើយក៏ពេលនឹងឡានពេទ្យក៏គេបានមកដឹកសប្បុរសម្នាក់នឹងត្រឡប់ទៅផ្ទះបាត់ទៅហើយពេលនឹងទាំងអស់គ្នាគឺគាត់រៀងខ្លាចដែរថាអ្នកស្លាប់នឹងគឺនៅបន្ទប់របស់គាត់មិនដឹងថាបន្ទប់សម្រានម៉េចគ្នានឹងហើយតែគាត់ប្រាថ្នាបន្ទសង្គ្រោះមិនទាន់អញ្ចឹងគ្នាអាចសមើស្មៃបានទៅនឹងហើយអញ្ចឹងពេលនឹងយប់ឡើងក៏បានមកដល់យប់ឡើងមកដល់ដែរពេលនឹងយប់ហើយតែយប់បន្តិចទេណាពេលអាសកម្មភាពទាំងអស់នឹងវាចប់បាគាត់ក៏បានសងំគេងធម្មតាអញ្ចឹងទៅសងំគេងហើយពេលនឹងតែអស់គ្នាគាត់ពិបាកគេងគាត់គេងងឹតលក់អត់ដាក់ថ្នាំរົບអស់គ្នាធម្មតាថ្នាំដេកដាក់តែ1 កង់ 2 កង់អីវាទៅហើភ្លឹងទេតែអានេះគឺគាត់ដាក់2គ្រាប់តាគឺដាក់អានឹងមុំហើយដេករົບម៉ោង10ម៉ោងយកមកនឹងអាដេអត់លក់ហើយគាត់ក៏ណាមួយប្រហែលជាផ្លៃកន្លែងគាត់ថាប្រហែលជាផ្លៃកន្លែងផងបានគាត់បាក់គេងរហូតទៅដល់ម៉ោងប្រហែលជាបាត់ដូចជានៅតែដេកមិនលក់ដេកលក់ដូចមៀងតែដេអត់ស្កប់ដូចជាដេកមិនដូចវាទៅដូចដេកទៅដូចដឹងខ្លួនណាដេកបិទតែភ្នែកចឹងរបៀបថាខួរក្បាលនៅបើកអញ្ចឹងទីឬមួយក៏វាជាការពិតទេប៉ុន្តែវាសម្រាប់គាត់គួរថារលមែនទែនអានឹងគឺគាត់បានដូចឃើញផ្ទាល់នឹងវាទៅគឺច្បាស់ហ្មងសម្រាប់គាត់តែនឹងហើយសង្ឃឹមថានឹងយល់អីដែលខ្ញុំនិយាយនឹងគាត់ថាគាត់បានឃើញបងប្រុសម្នាក់ដែលថាបានស្លាប់កាលពីមុននឹងងារដែលថាប្រពន្ធគាត់អបសោពោគាត់នឹងឲ្យឃើញបងប្រុសម្នាក់នឹងដែរមានឈាមមានអីគួរឲ្យខ្លាចអីនេះទេប៉ុន្តែទឹកមុខគឺស្លេកនេះទឹកមុខឡើងស្លេកបឹមយកមកហើយស្គុំហើយដើរមកចេញងារដើរមកគឺដើរសំដៅមកក្រែគាត់ខ្ញុំគាត់ថាគាត់ឡើងភៀងងារគាត់នៅមួយកន្លែងខ្ញុំគាត់ធ្វើអីអត់បានទេគឺបានត្រឹមតែមើលរូបភាពដែលបុប្រុសម្នាក់នឹងដើរសំដៅមកកាន់ក្រែរបស់គាត់ហើយនៅពេលដែលបុរសនឹងដើរមកទាំងអស់គ្នានឹងគាត់ធ្វើម៉េចណាលុយ50000ណាហាក្រែងចង់ចូលលុយបុនអញហុយរបស់អញក្រែងងែងចង់ចូលបុនអញ50000ហេហាម៉េចអត់ចូលអញ្ចឹងហាឲ្យលុយអញមកអញនឹងចាំយកហើយរបៀបថានិយាយចឹងហើយនៅឈោសាច់អញញឹមតិចនៅមុខណាឲ្យលុយអញមករកចូលបុនអញទេរបៀបអញ្ចឹងម៉ែមានអាណាទាំងអស់គ្នាគឺគាត់សងំឡើងគាត់ភ័យខ្លាំងមែនទែនគាត់អត់ហ៊ានទៅនិយាយទៅគឺតបអីអត់កើតទេនិយាយទៅគឺមុខម្នាក់ប្រុសនឹងនៅហើយចង់ថាបើសិនជាមនុស្សអន់មកប្រកាសជាមានដង្ហើមហើយដល់ហើយពីកមុះអីអត់មានអ្នកទាំងអស់គ្នាគឺនិយាយមកគឺអត់មានអីទេគឺដូចស្រឡះថេងតែច្បាស់នឹងមុខនឹងយកអស់គ្នាគឺមុខអាប៉ុណ្ណឹងគាត់ថាគាត់ឡើងចង់រៀននោមទាំងអស់គ្នាគឺគាត់ខ្លាចមែនទែនយកមកនឹងហើយមួយស្ទុះត្មមថាគាត់ភ្ញាក់អញ្ចឹងណាគាត់ត្មមថាគាត់មានស្មារតីឡើងមកវិញគឺគាត់ភ័យមែនទែនហើយគាត់មានអារម្មណ៍ថាដូចកាសរមើសម្បែងបន្តិចដូចមែនទែនបន្តិចគឺគាត់បែងចែកដាច់ទេប៉ុន្តែមានអារម្មណ៍ថាច្បាស់និយាយទៅមិនមែនអីគឺឃើញច្បាស់នឹងភ្នែកនឹងស្រស់នឹងតែម្ដងហើយនឹងហើយគឺគាត់ដែលថាអបប្រហែលជានឹងហើយដោយសារតែចិត្តរបស់គាត់នឹងចង់ចូលបុណ្យបន្តិចចង់អីបន្តិចដល់ហើយក៏គេចាំតាមយកលុយបុណ្យនឹងដែរព្រោះឬថាយើងចង់ចូលអញ្ចឹងនឹងហើយក៏បានមកតាមទីអញ្ចឹងទៅនឹងហើយនឹងគឺជាបទពិសោធន៍ប្រិយមិត្តរបស់យើងដែលគាត់បានជួបអញ្ចឹងហើយស្អែកព្រឹកឡើងពូបារបស់គាត់បានមួយរបស់គាត់នឹងទៅគាត់ក៏បានទៅផ្ទះទៅហើយរឿងនឹងគឺចប់តែប៉ុណ្ណឹងទៅហើយគាត់ថានឹងហើយបើសិនជារុំគ្រូសាសពក៏សូមអធិស្ឋានផងអរគុណបងដែលបានអានសូនពីងរបស់មួយជីវិតអរគុណទៅកាន់ប្អូនស្រីមែនតែនដែលបានចូលរួមចាញ់លេងនៅខ្សែរឿងទី1នេះដែលវាចំគួរសំវាមានវាមិនសូវជាគូខ្លាចខ្លាណាទៀងអស់គ្នាសូសមទាំងអស់គ្នានឹងពេញចិត្តនៅក្នុងសេរីមួយនេះដែរតោះតែបើយើងស្ថិតនៅក្នុងហេតុការណ៍នឹងដូចជាគាត់ខ្ញុំថាប្រហែលជាមិនស្រួលនិយាយដូចអញ្ចឹងទេរឿងនេះក៏ជារឿងមួយដែលវាគួរឲ្យខ្លាចផងដែរដែលជារឿងទី2របស់ប្រិយមិត្តរបស់យើងដែលគាត់មានឈ្មោះថាអាទូរឿងនេះយើងចូលទៅដល់សេរីរឿងនឹងតែម្ដងរឿងនេះគឺគាត់បានផ្ញើមកតាំងពីខែ7ថ្ងៃ9នាំ2025ប្រហែលជាប៉ុន្មានខែមុនខ្ញុំទាន់បានចូលមើលទៅតែបានចូលមើលបងឲ្យខ្ញុំបានជួបរឿងមួយដែលវាគួរឲ្យរន្ធមានថ្ងៃមួយខ្ញុំបានទៅស្នាក់នៅផ្ទះអាគូដណ្ដឹងរបស់ខ្ញុំដោយសារតែថ្ងៃស្អែកនឹងគឺជាថ្ងៃដែលខ្ញុំត្រូវភ្ជាប់ពាក្យជាមួយនឹងគាត់អញ្ចឹងថ្ងៃដែលខ្ញុំត្រូវភ្ជាប់ពាក្យនឹងគឺ9ខែ9ឆ្នាំ2020ប៉ាចុះរឿងនេះគាត់ផ្ញើមកមិនទេមតោះឥឡូវមិនបាច់ខ្វល់រឿងថ្ងៃនឹងទេនឹងហើយដឹងត្រឹមថាគាត់ភ្ជាប់ពាក្យមួយប្រពន្ធរបស់គាត់នឹងត្រូវចូលដណ្ដឹងនឹងងារនៅថ្ងៃទី9ខែ2025
នេះជាថ្ងៃភ្ជាប់ពាក្យរបស់គាត់នឹងហើយថ្ងៃនឹងប៉ុន្តែគាត់ត្រូវតែស្នាក់នៅផ្ទះខាងស្រីនឹងមុនមួយថ្ងៃអញ្ចឹងគឺគាត់ត្រូវផ្ទះខាងស្រីនឹងថ្ងៃទី8ហើយពេលដែលគាត់ទៅនឹងគឺគ្រួសាររបស់គាត់ទាន់បានទៅទេគឺគាត់ឡើងទៅតែជាមួយនឹងប្អូនប្រុសរបស់គាត់ដែលមានអាយុ12ឆ្នាំចាំតែម្នាក់ទេហើយគាត់ក៏បានធ្វើដំណើរចេញទៅផ្ទះខាងស្រីចឹងទៅពេលដែលទៅដល់ផ្ទះខាងស្រីចឹងទៅក៏បានដើរជម្រាបសួរខាងស្រីបងប្អូនអ៊ំពូមីងអញ្ចឹងណាហើយក៏បានញ៉ាំបាយញ៉ាំទឹកអីធម្មតាអញ្ចឹងទៅហើយរៀបចំខ្លួនសម្រាប់ដើម្បីថ្ងៃស្អែករៀបចំកម្មវិធីអញ្ចឹងនឹងហើយតនថ្ងៃស្អែកទើបប៉ារបស់គាត់ក្រុមគ្រួសាររបស់គាត់ឡើងមកតាមក្រោយនឹងហើយអញ្ចឹងពេលនឹងគាត់ក៏ត្រូវបានក្រុមគ្រួសារខាងស្រីនឹងគេឲ្យផ្ទះមួយដែលជារបស់អ៊ំរបស់គេដែលជាអ៊ំមកខាងស្រីនឹងគេឲ្យផ្ទះមួយនឹងដើម្បីមកស្នាក់នៅហើយផ្ទះនឹងគឺជាផ្ទះដែលលក្ខណៈថាផ្ទះឈើហើយវាមានសភាពមើលមកចាស់ដែលវាគួយខ្លាចទាំងអស់គ្នានឹងហើយសម្រាប់ដែលយើងធ្លាប់មើលខ្មោចអញ្ចឹងវាគួយឲ្យខ្លាចប៉ុន្តែថាវាជារចនាបថខ្មែរទេតែដោយសារថាអាចគំនិតរបស់យើងនឹងមើលធ្វើខ្មោចរឿនពេកក៏ខ្លាចទៅតែកនឹងពីដើមឡើយវាគ្មានអីទេនឹងអីវាមិនមែនឲ្យតែផ្ទះអញ្ចឹងមានខ្មោចទាំងអស់ទេមិនមែនទេនឹងហើយអញ្ចឹងតែគ្រាន់តែថាពេលដែលគាត់ឡើងទៅដល់ផ្ទះនឹងគឺគាត់សង្កេតឃើញថាមានអុជធូបគ្រប់កន្លែងមានកន្លែងអុជធូបច្រើនមែនទែនគាត់ធ្លុចមានអាណាផ្ទះមានសមាបូកន្លែងអុជធំឡើងទៅកន្លែងធំ4កន្លែងមើលទៅហើយនឹងហើយបរិយាកាសវាមានអារម្មណ៍ថាដូចជានៅក្នុងនឹងច្រើននេះហើយក៏គាត់វារៀងខ្លាចដែលទីអស់គ្នាត្រែថាធ្វើមិនទេនឹងហើយមកដណ្ដឹងកូនគេហើយថ្ងៃស្អែកត្រូវហងដឹងដេកយប់ទ្របអនាសវាមិនស្អីទេនឹងហើយអញ្ចឹងគាត់ក៏បានឡើងទៅគេងនឹងទៅ2នាក់ប្អូនរបស់គាត់នឹងគេង2នាក់នឹងទៅប៉ុន្តែដំបងឡើយរៀងខ្លាចដែរតែដោយសារតែមានម្ចាស់ផ្ទះនឹងគាត់មកគេងនឹងក្បែរនឹងដែរអញ្ចឹងតណានឹងហើយពេលដែលឡើងទៅគេងនឹងម្ចាស់ផ្ទះក៏បានប្រាប់ដែរថាអូនអូនអនឯងគេងកន្លែងនឹងទៅកន្លែងនឹងកន្លែងកូនរបស់ទេហើយនឹងគឺគាត់មានកូនប្រុសរបស់គាត់ម្នាក់ដែលជាព្រះសង្ឃទាំងអស់គ្នាដែលយូរលោកមកសឹងផ្ទះម្ដងទេនឹងហើយគាត់និយាយហើយគាត់ក៏បានសមៀនលេងនៅនឹងមួយស្ទុះជាមួយពីអ្នកម្ចាស់សេរឿងរបស់ថាអូនហាក្មួយឯងសម្រាប់ចុះណាទៅចុះទៅគេងទៅដេកនឹងក្រោមជាមួយនឹងតាហើយនឹងហានក្រោមហើយគាត់ចុះស្រមរបស់គៀតថាជាលោកតាណាអញ្ចឹងប្រាត់បានចុះទៅក្រោមទៅហើយគាត់នេះក៏នៅ2នាក់ប្អូនគាត់នឹងនៅដេកក្រឡំនៅលើផ្ទះនឹងតែ2នាក់នឹងទៅផ្ទះឈើនឹងហើយគាត់បានចុចទូរស័ព្ទ10ជាងនឹងហើយគាត់ក៏ល្ងុយដេកហើយក៏បានដាក់ទូរស័ព្ទចុះទៅក៏រៀបចំសងំដេកបានមួយសន្លេត2សន្លេតស្រាប់តែគាត់ខ្លួនគាត់ដឹងខ្លួនគាត់ក៏បានបើកភ្នែកមកទាំងអស់គ្នានឹងចឹងគឺគាត់បានឃើញមនុស្សស្រីម្នាក់ដែលស្លៀកឈុតបុរាណដូចគ្នាបានមកឈរនៅក្បែរកន្លែងដែលគាត់ដេកជាមួយនឹងប្អូនរបស់គាត់ញោម2នាក់នឹងនេះហើយបានមកនិយាយប្រាប់គាត់ថាអត់ឲ្យក្មួយនឹងគេងទៅនឹងទេចុះទៅក្រោមវិញទៅកន្លែងនឹងមិនមែនជាកន្លែងរបស់ពួកហែងទេកន្លែងនឹងកន្លែងលោកសឹងគាត់បានឃើញឈរនិយាយប្រាប់គាត់ឡើងច្បាស់តែងមងតែគាត់អត់ហ៊ានអានេះទេគាត់ធ្វើដូចជាបិទភ្នែកអញ្ចឹងគឺធ្វើដូចជាដេកលក់អញ្ចឹងនឹងរបៀបគាត់ដឹងថាអីយ៉ាអត់ស្រួលទេមានគេមកចង់លេងហើយគាត់ក៏តាំងចិត្តថាអូខេរបៀបតាំងចិត្តតាំងស្មាតអីកុំយីវារន្ធត់អញ្ចឹងក៏ព្យាយាមសងំបិទភ្នែកអញ្ចឹងទៅមានអាណាទាំងអស់គ្នាមួយស្ទុះក្រោយមកគឺគាត់បានឃើញឆ្កែចំនួន2ក្បាលឆ្កែខ្មៅបានចុះមកខំទាញជើងគាត់ជាមួយនឹងប្អូនរបស់គាត់នឹងទម្លាក់ចេញពីការកន្លែងកន្លែងពុកដេកនឹងយកទាញចេញពីកន្លែងដេកនឹងយកមកទាញទៅមែនទាញទៅឡើងផុតយកមកឃើញម្នាក់ដែលថាឈោស្លៀកឈុតបុរាណនឹងឈោច្អល់មកកាន់គាត់យកមកហែងចុះចេញពីកន្លែងនឹងឆាប់យើងមិនដែលស្គាល់អីទេហែងរបៀបថាគាត់និយាយបែបអ្នកមានជីវិតបែបនិយាយមុតមកថាអានេះខ្ញុំនិយាយតាមខ្ញុំទេនឹងហើយគាត់នេះក៏ស្រែកហៅគេជួយពីណាក៏អត់មានឬទេគឺសាច់រៀបចំមកដូចជាដេកពួនអស់ហើយអញ្ចឹងគាត់ក៏លើកដាច់សំពះហើយសូត្រធម៌សមាសម្ពុត3ដងទៀតបូតកប់មាទៀតទៅក៏រត់ចុះពីចិណ្ដាលពីអ្នកប្អូនរបស់គាត់នឹងទៅគឺ2អ្នកបងប្អូនគឺរត់មកត្រីយកមកនឹងហើយក៏រត់ទៅក្រោមផ្ទះទៅរកម្ចាស់ផ្ទះជាមួយនឹងតានឹងទៅហើយក៏ម្ចាស់ចាក៏សួរថាក្មួយឯងថៃនឹងមិនបានចុះមកគ្របតែប្រហប់2អ្នកអាកូនអញ្ចឹងថាអត់អីខ្ញុំដេលៀងហើយប្រុសនឹងគាត់ឃើញអាការៈមើលទៅដូចជាភ័យស្លន់ចឹងសួរថាមើលប្រាប់មួយត្រង់មើលកាត់អីគាត់អត់អីទេខ្ញុំដែលអត់លក់នឹងខ្ញុំផ្លែកកន្លែងហើយបើថ្លៃរោមទៅមិនសងំដេកខ្ញុំថ្លៃកន្លែងខ្ញុំចង់ចូលមកក្រោមនងក្រោមកន្លែងទេមើលឥឡូវប្រាប់តាមត្រង់មើលប្រាប់កាត់អីឃើញអីមែនដឹងហើយដឹងថាក្មួយឯងជួបអីមកសង្ស័យគាត់នឹងក៏ប្រាប់ទៅរៀបរាប់ប្រាប់ទៅនឹងហើយឯងមួយខ្ញុំជួបចេះមួយជិះពីសង្ស័យតែនាមផ្ទះក្មួយឲ្យនឹងហើយកន្លែងដែលឲ្យក្មួយឯងដេកនឹងកន្លែងនឹងកន្លែងកូនរបស់ហើយកូនរបស់នឹងលោកកាព្រះសង្ឃលោកយូមកសឹងនឹងផ្ទះម្ដងកន្លែងកូនប្រុសរបស់មកហើយនឹងមកដេកនៅនឹងចឹងគាត់ដេញឲ្យចេញមកនឹងទៅណាតែគាត់មិនអីទេក៏នឹងហើយគាត់ឲ្យក្មួយឯងឃើញតែក៏មិនគាត់មិនប្រឡាជាអានេះគាត់មកដេញគាត់ប្រាប់យើងត្រឹមត្រូវបើគាត់មកប្រឡាយក្មួយឯងប្រហែលជាបាតសក់ជ្រងអានេះគាត់មកត្រឹមត្រូវទេអាចចម្រៀងផ្ទះបែបរៀងកាច់ដែលក្មួយនឹងហើយអញ្ចឹងក្មួយឯងចាំមួយស្មាក់រំនេះជាមួយទៅហើយផ្ទះអប់នឹងគាត់
អញ្ចឹងនឹងហើយស្រឿនមានតែប៉ុណ្ណឹងទេហើយខ្ញុំឈ្មោះសវណ្ណនៅស្រុកកំណាត់អ្នកព្រៃវែងហើយបានប្រពន្ធអ្នកកំណត់នៅខាងស្រុកដងតុងនឹងហើយអូខេស្អេនរឿងរបស់គាត់គឺមានតែប៉ុណ្ណឹងទេវាមិនសូវជាគួរឲ្យរន្ធត់អីណាទេតែគ្រាន់តែថាជាបទពិសោធន៍ដែលគាត់បានជួបដែរនឹងហើយអញ្ចឹងក៏អរគុណយើងចូលមកដល់សាច់រឿងជាបន្តនេះគឺជាសាច់រឿងដែលខ្ញុំទទួលបានមកពីប្រិយមិត្តរបស់ខ្ញុំម្នាក់ដែលគាត់មានឈ្មោះថាចៃបាត់ចៃគឺគាត់ជាអ្នកដែលរស់នៅខាងខេត្តមណ្ឌលរីហើយឆ្នាំនេះគឺគាត់មានអាយុ25ឆ្នាំហើយនឹងហើយគាត់សូមចែករំលែកនៅរឿងមួយដែលគាត់សូមដាក់ចំណងជើងថាខ្មោចតៃហោងបាត់អញ្ចឹងបងប្អូនទាំងអស់គ្នាសេរឿងនេះវាបង្ហាញពីទីតាំងអីតាក់ទងជាមួយនឹងតំបន់ទេសចររបស់យើងច្រើនពេកអញ្ចឹងប្រហែលជាខ្ញុំសូមមិនបញ្ចេញឈ្មោះទីតាំងកន្លែងនឹងទេតែគ្រាន់តែថានឹងហើយចែកគាត់នៅខាងខេត្តគឺរីខ្ញុំហើយខ្ញុំអត់បង្ហាញឈ្មោះទីតាំងរួមនេះថានឹងទេកុំឲ្យថាយើងនិយាយទៅប្រឡាច់បងប្អូនយើងអ្នកដែលខ្លាចអត់ហ៊ានទៅលេងទៅអីអញ្ចឹងតែមិនបាច់ខ្វល់អស់គ្នាស្រឡាញ់ណាចង់ Discovery នៅណាទៅលេងអញ្ចឹងទៅនឹងហើយយើងល្អហើយយើងទៅណាក៏គ្មានខ្ចោចដល់ខ្ញុំអត់នឹងហើយតោះយើងចូលទៅដល់សេរបស់យើងរើតែម្ដងសេនេះខ្ញុំទៅតែបានជួបផ្ទាល់ជាមួយនឹងបងប្រុសខ្ញុំបងគឺកាលពីខែមុនខ្ញុំជាមួយនឹងបងរបស់ខ្ញុំនឹងបែមើលគឺត្រូវតែយកានដែលប្អូនរបស់ខ្ញុំនឹងផ្ញើមកពីភ្នំពេញហើយវ៉ាន់វាដាក់មកនឹងដាក់នៅក្រុងសែនមនោរម្យហើយពេលនឹងផ្ទះពួកខ្ញុំនឹងគឺនៅម្ដុំទឹកជ្រោះមួយកន្លែងនៅក្នុងអាខេតនឹងហើយពេលនឹងម៉ោង6ជាងហើយខ្ញុំចេញពីតំបន់ដែលពួកខ្ញុំរស់នៅនៅងាតំបន់ទឹកជ្រោះនៅងាតែជិះទៅដល់ខាងអក្រុងសែនមួយនឹងវាប្រហែលជាមួយម៉ោងជាងដែរនឹងបើសិនជាយើងជិះលឿនណាស់នឹងហើយពេលនឹងខ្ញុំជិះទៅតែ2នាក់ហើយបងហើយផ្លូវ2ដងដែលខ្ញុំរស់នៅទៅនឹងទៅដល់ក្រុងសែននរណាគឺថាស្ងាត់មែនទែនយកបងស្ងាត់ជ្រាបយកបងហើយអធម្មតាបងនៅគិរីត្រជាក់មែនទែនបងជួបឡើងគឺញាក់សាច់យីបងហើយឡងឈឹងចឹងទៅណាហើយខ្ញុំជិះម៉ូតូបែងគេទៅហើយពេលនឹងខ្ញុំក៏បានជិះទៅដល់ក្រុងសែនមុំប្រហែលជា7ជាងនឹងក៏ពួកខ្ញុំបានចូលឲ្យយកអាវ៉ាន់ដែលប្អូនខ្ញុំផ្ញើមកពីភ្នំពេញនឹងហើយក៏បានចូលទៅទិញអីញ៉ាំនឹងទៅស្រាប់តែបងប្រុសរបស់ខ្ញុំនឹងក៏មិនដឹងមិនគាត់ថាច់អាឆៃមិនមិនបាច់អត់តន់ទៅវិញទេឡើងទៅភ្នំដោះរមុំបន្តិចទេឡើងថត5ដល់ហើយគាត់ក៏ថាអុយបងម៉ោង7ជាងថ្ងៃនឹងខ្ញុំថាមិនបាច់ឡើងទេព្រោះយប់ឡើងខ្លាចឡើងទៅមួយក៏ចុះមកវិញម៉ូតូខូចតាមផ្លូវកាត់មិនកើតទេបងមិនបាច់ទៅទេព្រោះពីនេះទៅកន្លែងយើងវិញស្ងាត់ហើយណាបងហើយយប់ហើយណាមានណាបងប្រាប់ប្រាក់គាត់ឬគាត់អញ្ចឹងស្តែបដេអាចង្រៃនេះហែងក៏មាត់ចង្រៃម្លេះហែងបិទមាត់តែឆាប់ហែងអញស្គាល់ហែងអត់មានមាត់ចង្ងាយចឹងទៀតទេណាហែងគៀនថាច្រឡំមាត់សុំទោសច្រឡំមាត់ថាគាត់និយាយជាមួយបងប្អូនបាទរបស់គាត់រៀបអញហែងហើយជាមួយគ្នាដែរបងប្អូនតែឯគ្នាអញ្ចឹងនឹងហើយបន្ទាប់មកក៏នឹងហើយគាត់ក៏បានសំរេចចិត្តឡើងទៅលេងនៅលើភ្នំដោះក្រមុំនឹងមែនបានទៅថតរូបលេងព្រោះនៅភ្នំដោះក្រមុំឡើងទៅដល់កលែងចំណុចមួយនឹងគឺអាចថតមើលមកខាងក្រុងសែនបរមនឹងដោយពេញតែម្ដងគឺស្អាតមែនតែនហើយនៅគាត់ឡើងទៅអត់មានអីទេមានបានជួបអីទេគឺថាស្រស់ស្អាតហើយអញ្ចឹងទៅប៉ុន្តែគាត់បានជួបនឹងនៅពេលដែលគាត់វិលត្រឡប់មកកាន់តំបន់ដែលគាត់រស់នៅវិញគឺភូមិឋានផ្ទះរបស់គាត់នឹងហើយគាត់ក៏បានចុះពីភ្នំដោះក្រមុំនឹងវិញម៉ោងប្រហែលជា8ជាងក៏បានជិះទៅដល់ក៏បានជិះទៅខាងផ្ទះប្រកបវិញនឹងទៅពេលដែលគាត់ជិះទៅដល់ខាងផ្ទះរបស់គាត់នឹងវាមានផ្លូវអំបែកទៅខាងឆ្វេងមួយខាងនាមមួយចឹងតានឹងហើយអញ្ចឹងគាត់ក៏បានជិះបត់ទៅខាងផ្លូវផ្ទះរបស់គាត់នឹងទៅហើយដូចខ្ញុំនិយាយចឹងថាផ្លូវផ្ទះរបស់គាត់នឹងគឺថាស្ងាត់មែនតែនយប់ឡើងវាសុទ្ធតែព្រៃដោះជុំវិញអញ្ចឹងណានិយាយទៅគឺគួរឲ្យខ្លាចមែនតែនយកមកហើយនៅបណ្ដោយផ្លូវទៅតាមទៅផ្ទះរបស់គាត់នឹងគឺមានទីតាំងមួយកន្លែងដែលជាចំណុចដែលជាផ្លូវកងងារហើយចុះហើយកងទីទាំងអស់គ្នាកន្លែងនឹងគឺភាគច្រើនធ្លាប់មានគេគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងនឹងស្លាប់ច្រើនមែនតែននៅពេលដែលគេមកលេងនៅនឹងហើយកាប់ពីមុនគាត់ថាថ្មីនឹងដែលទេទើបតែមានអ្នកដែលក្រឡប់ឡានស្លាប់ទៅនឹងចំនួន3នាក់ទាំងអស់គ្នាគឺថាស្រែងមែនតែនហើយអ្នកដែលនៅតំបន់នឹងគេថានៅកន្លែងនឹងលងសាហាវណាស់អ្នកនៅតំបន់នឹងលងសាហាវណាស់តែខ្ញុំសូមអត់បញ្ជាក់ឈ្មោះថានឹងតំបន់ខាងណាអញ្ចឹងទេកុំឲ្យប៉ះពាល់ដល់តំបន់ទេសចរនៅក្នុងប្រទេសយើងចឹងនឹងហើយតែដូចខ្ញុំនិយាយចឹងតាត្រូវខ្មោចលងមងទៅដល់ណាដេកនៅផ្ទះក៏វាខ្មោចដងដែរនឹងហាមិនបាច់ថាទៅដើរលេងដែរអញ្ចឹងក៏គាត់បានជិះទៅដល់កន្លែងដែលគេល្បីថាវាមានជើងកប់ជើងអីនឹងមែនអាកន្លែងដែលផ្លូវកង់ដែលថាមានគេស្លាប់នឹងងាយគាត់ជិះទៅដល់កន្លែងនឹងទាំងអស់គ្នានឹងមិត្តស្រាប់តែម៉ូតូនៅចំកន្លែងកង់នឹងតែម្ដងនឹងហើយបើសិនជាយើងស្ថិតនៅក្នុងហេតុការណ៍ណានឹងប្រហែលជាស្រាវខ្នងប្រហែលជាភ័យដៃធម្មតាកំពុងតែសើកន្លែងនឹងមានណាជិះមកដល់កន្លែងនឹងហើយម៉ូតូខូចនៅចំកន្លែងនឹងទៀតវាចៃដន្ពេកវាគួរឲ្យខ្លាចគ្នានឹងហើយមានណាក្របឲ្យលុតឈប់ទាំងអស់គ្នាណាគាត់ក៏បានបើកក្រមុំសាំងម៉ូតូមើលសាំងអត់ទ
តនអស់ផងអេងគួយអត់ក៏អត់អីដែលវាមិនមែនអលត់អញ្ចឹងហាពីអ្នកគាត់ទៀងគ្នារុញផងធំផងគឺអត់អឆេះទេអ្នកទាំងអស់គ្នាហើយផ្លូវទៅកាន់ផ្ទះរបស់គាត់នឹងទាំងអស់គ្នាបើសិនជារុញម៉ូតូទៅផ្ទះក៏ពិបាកដែរអ្នកទាំងអស់គ្នាផ្លូវឡើងទួចុះឡើងភ្នំមានពិបាកណាមិនស្រួលទេអញ្ចឹងតើដល់ផ្ទះវិញនឹងមិនបាច់ទេអញ្ចឹងក៏គាត់ថៃតែប៉ែមែនវីសាំម៉ែហារបៀបថាគាត់មើលយកមកហើយគាត់មានអារម្មណ៍ថាអញសង្ស័យណាស់ខូចណាមិនខូចចំកន្លែងនឹងអញថាមានអីមកពីខ្មោចឡងទេហាវាថាបងប្រុសគាត់នឹងជាមនុស្សដែលអត់ចេះខ្លាចខ្មោចសោះមកណាតែគាត់នេះគឺជាអ្នកដែលខ្លាចខ្លាំងមែនទែនដល់ហើយបងរបស់គាត់នឹងមានណាទាំងអស់គ្នាជេរបណ្ដោយរបៀបថាជេរចោលណាគាត់ស្រែជេរខ្លាំងដែរទាំងអស់គ្នារួយម៉ែវាអាខ្មោចម្រាយអញធ្វើស្អីហាញហាម៉េចបើមិនមកធ្វើម៉ូតូអញធាក់ឆេះអញ្ចឹងហាអញធ្វើស្អីហាញអញជិះទៅផ្ទះអញត្រាហាវាមកចាក់ម៉ែវាអាកូនមានចម្រាយហាច់អញខ្ញុំមកជេរហាញដូចលេខផ្ទុះអញ្ចឹងបាត់ជេរក្មួយគុំយកសម្រាប់តាមពូណាអានេះពូជេរនឹងក៏ជេរខ្មោចទេតែបើថ្ងៃក្រោយក្មួយជួខ្មោចចឹងក៏អាចេទៅតែបើថាគុំជេរគេឯងនឹងហើយអានឹងអត់ល្អទេតែបើថាជេរខ្មោចដាក់ទៅក្មួយហាគុំឲ្យខ្លួនឯងខ្លាចនឹងហើយអញ្ចឹងចូលដល់ស្រួយយើងវិញគាត់ជេរយកហើយខ្វល់អីទៀតនឹងហើយជេរយកហើយនិយាយឌឺមកថាងែងកុំបានតាឡងអញមើលល្ងែងបើថ្ងៃខ្លាំងងែងចេញមកមីសម្បើមីងែងចេញមើលល្ងែងចេញមើលអាណាទាំងអស់គ្នាហើយគឺគ្រាន់តែនិយាយបានមួយស្ទុះហៀសំលេងមនុស្សស្រីសើចឆ្មងសើចពីកន្លែងកែងដែលថាមានគេក្រឡាប់ឡានស្លាប់នឹងយងគឺសំលេងមនុស្សស្រីសើចចេញពីក្នុងនឹងយកមកអូមនេះរីសាយអាំងនេះនៃខ្លាច់នេះវាខ្លាញ់មួយខ្លាញ់វាអត់ខ្លាញ់អញតាពីថាគាត់បងរបស់គាត់មែនតែអាយុណាគ្នាអញើទីហាហែងនៅចិត្តអញនៅស្ងៀមមើលហែងកុំមាត់នៅស្ងៀមនៅចិត្តអងអត់ហ៊ានមាត់ទេនេះចែញញៀតតែទឹកដូចកូនសត្វចឹងមួយស្ទុះនៅតែសំលេងសើចទាំងអស់គ្នាមានណាបងមួយគាត់នឹងដាក់ទីប៉ុនសើចម៉ែស្រែកហៅឲ្យខ្មោចនឹងចុចមកចង់កណ្ដាលមុខចង់យកមកម៉ែឲ្យអត់ទេគាត់ផ្លាស់ហាមែនមិនដឹងថាគាត់អាំងអីទេទាំងអស់គ្នាយើងក៏អត់ដឹងដែរមានណាបងមកគាត់និយាយតែអត់បាន3នាទីនិយាយតែ3នាទីជឿវាចោច្រឡងដូចដុកវាមានអាគ្នាវាអត់វាទ្រាំអត់បានដែរវាចេញមកឲ្យឃើញនឹងកណ្ដាលមុខទាំងផ្ទាំងទាំងពីរអ្នកបងប្អូននឹងយកមកអត់មានលាក់បាំងថាឲ្យឃើញមួយអត់ទេមកទាំងស្រស់នឹងតែម្ដងមកផុសចេញនៅកណ្ដាលមុខដូចកាត់យើងមកផុសនឹងដូចកាត់អញ្ចឹងដូចកាត់តែចឹងថាមកស្រស់ហើយដូចហត់អ៊ីនអញ្ចឹងឡងច្បាស់តែមកវឹបផ្លឹបឃើញដូចចាត់ដូចនៅក្នុងរឿងចឹងនឹងហើយគាត់ថាមុខវាអាក្រក់ណាស់បងប្អូនហើយសក់វាឡើងញញហើយភ្នែកវាឡើងប៉ុនផ្នាឡើងប៉ិនក្របលើឡងឡើងប៉ិនពាត់តែហើយភ្នែកវានឹងឡើងរហមតែតឡើងឈាមហូរឡើងខ្លះអស់គ្នាអត់មានជើងទេហើយវាអត់មានជើងទេហើយនិយាយទៅគឺពិបាកទទួលយកមុខគីកហើយទាំងអស់គ្នានឹងវាចេញមកវានិយាយថាម៉េចនេកឥឡូវអញចេញមកហ្មិចហែងចង់ធ្វើស្អីអញ្ញាហាហែងគៀតសម្បើមមេហាសុទ្ធតែហៅអញចេញឲ្យម្លងហែងនៅចំកណ្ដាលមុខខាអញចេញតានាគថាអខ្មោចខឹងដែរគ្នាមានណាបើនិយាយឌឺគ្នាមិននឹងឌឺគ្នាថាគ្នាចាំមួយជីពីនឹងទៅហើយមានណាតំគ្នាខ្មោចចេញមកមែនហើយវាមកសឹងតែបេបអាមទេពីមុខរបស់គាត់គឺព្រុសបុលណាយីបាដូចយើងទាំងអស់គ្នាមានបងកដោយមានបងមិចក៏ដោយក៏ខ្លាចដែរម៉ែមកហើយនឹងយើងឃើញភ្នែកដែរអានឹងមិនខ្លាចម៉ែនឹងមានណាបងគាត់នឹងបញ្ចេញឲ្យលោះបាយបងគាត់ធ្លាប់បួសទៀងគ្នាមានបងគាត់នឹងពីមុនធ្លាប់បួសហើយគាត់ចេះធေါ်ក្រាបខ្មោចខ្លះដែលមានណាគាត់សូត្របាលីគេហៅដូចដលីអភិធម្មមិនដឹងទេទាំងអស់គ្នានឹងទេលុយបិទឈើពីមុខគាត់នឹងយកមកខ្មងនឹងហើយពេលនឹងគឺគាត់បានស្រែកឌៀមីខ្មោចនឹងវិញថាមិនឆ្ងាញ់មើលមីមសម្បំងែងខ្លាំងងែងទៅណាមើលមានអាមួយណាខ្លាំងទៀតរត់ហែងចេញមើលអាហែងខ្លាំងប៉ុណ្ណាហែងចេញមកជួបអញឥឡូវមកចេញមកអញអត់ចេះខ្លាចទេអត់មានអីចេញមកទីទេស្ងាត់ជ្រាបយកមកស្ងាត់ជ្រាបយកមកគាត់ក៏បានមកមើលម៉ូតូរបស់គាត់វិញគ្របមកឡើងម៉ូតូទៅដេកឆេះឈូលធម្មតាយកមើលអត់មានអីទាំងអស់គឺឆេះឈូលយកមកគឺគាត់ដឹងហើយថាម៉ូតូនឹងអត់អាចឆេះបាននឹងគឺគេធ្វើអត់ឲ្យម៉ូតូនឹងឆេះគឺខ្មោចលងនឹងឯងនឹងហើយអញ្ចឹងពេលនឹងគាត់ក៏បានមកដល់ផ្ទះវិញហើយក៏បានប្រាប់ពីដំណើរសាច់រឿងទៅកាន់ម្ដាយរបស់គាត់ថាចេះមួយជាងនេះហើយម្ដាយរបស់គាត់ទាំងក៏បានស្ដីថាអានឹងមកពីហែងនឹងមាត់ចង្រៃនឹងទៅណាយប់ប្រលំគេមិនឲ្យមាត់អត់កំទេអាហែងម៉ាក់របស់គាត់ស្ដីឲ្យចាយអញ្ចឹងតណាហែងកុំចេះតែនិយាយផ្ដេសផ្ដាស់នឹងហើយស្អីព្រឹកឡើងក៏គាត់បានទៅស្រឹកស្រុចអីទៅតែបងគាត់អត់ទៅទេបងខ្លាចតែខ្លាចគាត់អស់គ្នានឹងហើយនៅសេរីរឿងនឹងក៏មានតែប៉ុណ្្នឹងទេហើយខ្ញុំមានសាច់រឿងរបស់ពូមីងយាយដារបស់ខ្ញុំទៀតសុទ្ធតែជាសាច់រឿងសាហាវធានាថាបងនឹងហ្វុនបងស្ដាប់ហើយខ្លាចជាចុងក្រោយសូមអរគុណអរបងដែលបានអានស្អប់បងប្អូនហើយក៏ជូនពរឲ្យបងមានជីវិតអំធីនិយាយរឿងខ្មោចឲ្យក្មេងជំនាន់ក្រោយជួយលយអូនណាស្អាតទុកសុទ្ធតែសុំអត់មកយីមានជីវិតអំលើកទី1ខ្ញុំឆាក់ជីវិតទេបងមិនដែលឃើញវីជូនពោអញ្ចឹងដូចជូនពោស្ដេចមុននឹងស្ដេចចិនណាជូនពោឲ្យព្រះអង្គមានជីវិតយូរយូរអញ្ចឹងអូខេអត់អគុណទៅកាន់អូនមែនតែនខឹមថានឹងបន្តចែករំលែកនៅសាច់រឿងរបស់ប្អូនមកកាន់កម្មវិធីរបស់យើងទៀតដែលគាត់បានអះអាងថាវាគួរឲ្យខ្លាចខ្លាំងណាស់
ដោយសាររឿងរបស់អាយាយដារបស់គាត់ក្រុមគ្រួសាររបស់គាត់ទៅនឹងហើយអរគុណមែនទែនដែលបានចំណាយពេលវេលានៅក្នុងការសរសេរនៅសាច់រឿងដើម្បីចូលរួមផ្ញើមកកាន់កម្មវិធីរបស់យើងហើយអរគុណមែនទែនយ៉ាងម៉េចដែលពុកម៉ែបងប្អូនទាំងអស់គ្នាសេដែលគាត់បានខ្ញុំវាគួយខ្លាចទាំងអស់គ្នាបើយើងស្ថិតនៅក្នុងហេតុការណ៍ដូចជាគាត់នឹងនេះហើយនេះហេងចេះបងប្រុសរបស់គាត់នឹងអត់ខ្លាចចុះបើបងប្រុសគាត់នឹងជាអ្នកដែលខ្លាចខ្មោចដែរតើវានឹងមានរឿងអីកើតឡើងទៅវាមានអីកើតឡើងវាមិននេះទេហាងៀងទាំងពីរអ្នកសម័យបងប្រុសគាត់នឹងឆ្លើយនិយាយឌឺអញ្ចឹងមែនប៉ុន្តែមានចេះអីដល់ពេលខ្មោចចេញមករត់ទាំងពីរអ្នកមិនឲ្យខ្ញុំអត់ហ៊ានសម័យទេដឹងរត់ទៅណាទេកណ្ដាលព្រៃកណ្ដាលផ្លូវឡើងភ្នំចុះភ្នំទៀតរត់ទៅមុខជួបនៅមុខរត់ទៅណាជួបអ្នកណាឈប់ទៅណាជួបនៅនឹងហើយឲ្យតោះឈួតបណ្ដោយឡងតឈួតស្រាតខំរដរត់អុយសាហាវទាំងអស់គ្នាអញ្ចឹងបានថាបើយើងនេះមុំហើយយើងកុំប្រមាថមើលងាយអីនឹងហើយអញ្ចឹងអកុំលយកុំចង់លយតោះយើងចូលទៅដល់សាច់រឿងមួយទៀតរបស់ប្រិយមិត្តរបស់យើងដែលគាត់ទើបតែចែករំលែកមកកាន់កម្មវិធីរបស់យើងនេះដែលរឿងនេះខ្ញុំទទួលបានមកពីប្អូនម្នាក់ឈ្មោះថាសេហាថាសួស្ដីបងខ្ញុំមានរឿងមួយចង់ចែករំលែកវាជារឿងអបិទពិសោធន៍មួយរបស់ប្អូនរបស់ខ្ញុំមកតែវាមិនមែនភួយខ្លាចអីណាទេតែសម្រាប់ប្អូនខ្ញុំបានវាខ្លាចតែខ្ញុំសុំមិនចេញឈ្មោះភូមិទេបងតែក៏ខ្ញុំ22ចូល23ខែ9 2025នេះគឺមានរឿងមួយបានកើតឡើងទៅលើបងអូនចនមួយរបស់គាត់ចំនួន3នាក់នឹងហើយដោយប្អូនច្ដូនមួយរបស់គាត់ចំនួនទាំង3នាក់នឹងនិយាយទៅគឺតាំងពីអ៊ំស្រីរបស់បងច្រូនមួយរបស់គាត់នាងថាគាត់មានអ៊ំស្រីម្នាក់ហើយអ៊ំស្រីនឹងមានកូនហើយកូននឹងមិនត្រូវជាបងច្រូនមួយកូនរបស់ទាំង3នាក់នឹងហើយតាំងពីអ៊ំស្រីស្លាប់ទៅ3នាក់នេះគឺត្រូវទៅគេងកាត់អញ្ចឹងទៅហើយគាត់ស្លាប់បានណែជាង2ខែទៀងអស់គ្នានឹងហើយយប់ពីប្អូនគាត់ទាំង3នាក់នឹងគឺទៅគេងនៅនឹងរៀងរាល់យប់យកបងជាប់ឆាយជាងប៉ុន្មានខែអត់ដែលមានបញ្ហាអីទេនឹងហើយប៉ុន្តែនៅយប់មួយនឹងហើយទី22អាឡុងចូល23នៅងាររបស់គាត់ទាំង3នាក់នឹងកំពុងតែអង្គុយមើលរឿងសុខុទាំង3នាក់នឹងសុខាម៉ោងប្រហែលជា11អង្គុយស្រាប់តែមានកំប៉ុងថ្នាំមួយដែលដាក់នៅលើតុតែអញទេដាក់ចោលទេស្រាប់តែវាធ្លាក់នៅលើតុនឹងប្អូនបើគាត់ម្នាក់ក្នុងចំណោម3នាក់នឹងក៏បានឃើញហើយក៏បានកេះថាហេអានោះហែងមើលកំប៉ុងថ្នាំជ្រោះហែងដើរទៅរើស្តិចមើលទៅវាប៊ីថាធម្មតាប្អូនបងប្អូនគ្នាមែនប៉ុន្តែថាមានអាយុអតិចជាងគេអញ្ចឹងងាយកប់រើអូនមួយអាយុតិចជាងគេនឹងឲ្យទៅរើសកំប៉ុងថ្នាំនឹងទៅហើយអូននឹងក៏បានដើរទៅយកកំប៉ុងថ្នាំនឹងដែលជ្រុះនៅនឹងក៏បានដើរយកទៅដាក់នៅលើតុវិញនឹងធម្មតាទៅកន្លែងដាំនឹងហើយអូនដែលថារើសថ្នាំនឹងទុកកន្លែងដាំហើយក៏បានដើរសម្ដៅមកវិញប៉ុន្តែនៅពេលដែលអូនកន្លែងគេងរបស់ពួកនឹងគឺមានផ្អួចនៅពីលើនឹងគឺមានវាងនឹងគឺវាបានឃើញមីងរបស់វាដែលថាទើបតែស្លាប់ប្រហែលជា2ខែមុននឹងកំពុងតែអង្គុយនៅលើវាងនឹងទាំងអស់គ្នាហើយសម្លឹងមើលមកវាហើយអត់មានជើងទេហើយមុខមីងឡើងស្លេកុំទៅគឺវាខ្លាចចាស់វារត់ចូលទៅក្នុងភួយក្រឡំហើយស្រែកយំឡើងនេះពេញនឹងយកមកហើយ2នាក់ទៀតក៏ឆ្ងល់តែសួរថាកើតអីអញ្ចឹងព្រោះ2នាក់ទៀតភ័យដែរឃើញអានោះយំយកឲ្យភ័យខ្លាចដែរបណ្ដោយសួរចុះឡើងទៅក៏បានប្រាប់ថាគាត់បានឃើញខ្មោចឃើញទៅនឹងហើយដល់ហើយក៏ថែលោកជាម៉េចចុះទៅដេកជាមួយនឹងចូលទៅដេកជាមួយមីចែម៉ងទៅហើយពួកគាត់ទាំង3នាក់នឹងក៏បានចូលទៅដេកក្នុងបន្ទប់ចែរហូតទៅដល់ព្រឹកនឹងទៅហើយយីនឹងរឿងនឹងគឺវាមានតែប៉ុណ្ណឹងទេវាមិនជាអីគួរឲ្យខ្លាចណាប៉ុន្តែសម្រាប់គ្នាក្មេងទាំងអស់គ្នាដើរទៅដល់ម៉ែឃើញអង្គគួយនៅលើវាងនឹងងាក៏មើលមកអញ្ចឹងមើលមកក្មួយកូនឯងហើយញឹមដាក់អីទៀតឲ្យវត្តពិបាកទទួលយកដែរនឹងគូលេខទាំងអស់គ្នាហើយនឹងហើយអញ្ចឹងរឿងនេះគឺយេសមានតែប៉ុណ្ណឹងចុងក្រោយសូមអរគុណបងដែលបានអានរឿងខ្ញុំហើយខ្ញុំក៏ជាហនរបងម្នាក់ដែលសូមឲ្យបងនឹងគូទៅនឹងដឹងបងឆាប់ចូលរោងការឆាប់នឹងជួបទៅរឿងល្អកុំជីវិតសាធុហេះទៀតបណ្ដោយស្មីខ្ញុំសាខ្ញុំទៅរឿងហេះនឹងហឺតោះយើងចូលទៅដល់សាច់រឿងមួយទៀតដែលជាសាច់រឿងដ៏ចម្លែកហើយក៏វាគួរឲ្យខ្លាចដែររឿងនេះខ្ញុំអានប្រហែលជា2ទៅ3ដងទើបយល់ហើយក៏ខ្ញុំព្យាយាមកែសម្រួលសាច់រឿងដែលគាត់បានផ្ញើនឹងឲ្យនិយាយឲ្យទាំងអស់គ្នាស្រួលស្ដាប់យល់ដែរព្រោះគាត់ផ្ញើមកនឹងវារៀងដាច់មានហើយក្រុងឆ្អឹងសាច់រឿងប៉ុន្តែវាអត់មានអីស្រូបយើងអានទៅរៀងវល់ដែរខ្ញុំអាននឹងឡើងនឹង3បណ្ដងតែរងយល់សេរឿងនឹងងាយអញ្ចឹងសង្អស់គ្នានឹងពេញចិត្តមួយនឹងរឿងមួយនេះដែលរឿងនឹងវាគួរឲ្យខ្លាចដែរវាថ្មីចេះតែដែលឪពុកម្ដាយរបស់គាត់នឹងធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ប៉ៃលុននៅទៅពោះមកអស់គ្នាជាទៅខាងព្រំទៅខាងប៉ៃលិននឹងគឺនឹងហើយពួកគាត់បានជួបជាមួយនឹងហេតុការណ៍ដ៏គួរឲ្យខ្លាចមួយបានកើតឡើងចំពោះឪពុកម្ដាយរបស់គាត់ជាពិសេសគឺម្ដាយរបស់គាត់នឹងតែម្ដងគឺឡើងគាត់ខ្លាចមែនទែនឥឡូវយើងចូលទៅដល់សេរឿងតែម្ដងថ្ងៃនឹងគឺជាថ្ងៃប្រជុំម៉ាក់ប៉ារបស់គាត់នឹងបានម៉ោង7ជាប់ហើយគាត់នេះគ្រាម៉ាក់ប៉ាចេញទៅបានមួយស្ទុះនឹងស្រាប់តែប្អូនមួយគាត់នឹងនៅនឹងមិនវាទៅធ្វើឲ្យបែកកែវគាត់ក៏បានស្ដីប្អូនមួយគាត់អញ្ចឹងតាថាហែងអត់ចេះប្រយ័ត្នមែនវីអាបែកកែវនឹងមិនល្អប្រណូមិនល្អទេណាអញ្ចឹងញីម៉ោងម៉ាក់ប៉ាបើគាត់ចេញទៅបានមួយជាងម៉ោង10
នឹងគាត់នឹងក៏ចាប់ផ្ដើមដេកហើយគាត់នឹងក៏ដេកលក់បានមួយស្ទូស្រាប់តែឲ្យគាត់ដេកលងលក់ទៅតែប្អូនរបស់គាត់នឹងមិនទាន់ដេកលក់ឬមួយក៏វាភ្ញាក់មុនអញ្ចឹងតាណាបានមកដាស់គាត់ថាបងម៉ាក់ប៉ាមកវិញហើយម៉ាក់ប៉ាមកវិញទេហើយគាត់កំពុងតែនៅជុំគ្នាជាមួយពូហើយនឹងក្រោមរបៀបអញ្ចឹងណាហើយគាត់នឹងក៏ដើរចុះមកមើលម៉ាក់អីប៉ាំងទៅឃើញម៉ាក់កំពុងកាន់ធូបអុជជាមួយនឹងជាមួយប៉ុន្មានអ្នកអញ្ចឹងតាណាហើយសួរថាម៉ាក់ម៉ែឯងមកវិញហើយថាមកវិញហើយចុះមកសែងកាន់ធូបកាន់អីច្រើនមេះម៉ែអញធីគេឲ្យកូនឯងចាំមើលលីណាសាច់រឿងហ្នឹងគឺពេលហ្នឹងគឺនឹងចាប់ផ្ដើមចូលរឿងរធនធននៅពេលដែលម្ដាយរបស់គាត់នឹងនិយាយពីពេលហេតុការណ៍ដែលគាត់បានជួបជាមួយនឹងឪពុករបស់ប្តីរបស់គាត់នឹងពុកបំនឹងប្រាប់ពេលហ្នឹងគាត់ថាគាត់ជាមួយនឹងប្តីរបស់គាត់នឹងបានឲ្យជិះនៅតាមផ្លូវទាំងអស់គ្នាគាត់ថាគាត់ជិះតាមផ្លូវសុខុគាត់ចឹងអាណាប៉ារបស់គាត់ប្តីរបស់គាត់កំពុងតែដប់សុខនឹងគាត់មានអារម្មណ៍ថាដូចមានពីណាគេទេមកទាញឲ្យគាត់ពីក្រោយក្នុងយុគម៉ងទៀតហើយមានអារម្មណ៍ថាដូចជិះតាមពីក្រោយក្នុងយុគម៉ងប៉ុន្តែគាត់ក៏អត់ទេអៀនប្រាប់ហើយរឿងហ្នឹងទៅកាន់ប្តីរបស់គាត់ដែរដោយសារតែប្តីរបស់គាត់ទាំងជាមនុស្សហំដែលអត់ជឿទៅលើរឿងខ្មោចរឿងអីហ្នឹងទេអត់សូវជឿទៅលើរឿងអបិយជំនឿហ្នឹងទេគាត់ក៏រៀងសៀវនៅតែសៀវខ្នងមានអាមថាដូចមានគេតាមពីក្រោយហ្នឹងយកម៉ងតែអត់ហ៊ានងាកមើលទេខ្លាចឃើញអញ្ចឹងក៏គាត់សង្ងំទៅប៉ុន្តែមានអថាដូចមានគេទាញចង់ឲ្យធ្លាក់ពីលើម៉ូតូយកអស់គ្នាមានណាជិះទៅដល់ផ្លូវមួយកន្លែងទាំងអស់គ្នាស្រាប់តែកំពុងតែជិះនឹងស្រាប់តែមានគេទាញគាត់ទម្លាក់ពីលើម៉ូតូមុនធ្លាក់ឡងដុកអ្នកទាំងអស់គ្នាធ្លាក់ពេលនឹងប្តីរបស់គាត់នឹងជិះមិនសូវជាលឿនដែរពេលនឹងធ្លាក់ដីរបស់គាត់ក៏បានដួលត្រឡប់ត្រឹមទាំងពីរអ្នកនឹងក៏គាត់បានរត់មកមើលប្រពន្ធរបស់គាត់ចឹងទៅខំសាវេសាវទីងចឹងទៅហើយអ្វីដែលកាន់តែគួរឲ្យឆ្ងល់និងគួរឲ្យខ្លាចទៀតទាំងអស់គ្នាគឺឪពុករបស់គាត់នឹងបានឃើញប្រពន្ធខ្លួនឯងនឹងងារត្រូវបានសភាវៈអីម្យ៉ាងអស់គ្នាគឺបានទាញចូលអស់ទៅក្នុងព្រៃយកម៉ងទាញបុកដូច like invisible ជាសភាវៈដែលវាមើលទៅអត់មានឃើញអីទេប៉ុន្តែម្ដាយបើគាត់ត្រូវបានគេចាប់ទាញអាវយើងឃើញអាវនឹងទាញចឹងអត់ដូចមានគេទាញទៅអញ្ចឹងងាយយើងអង្គុយទាញតែមើលទៅអត់ដឹងថាមានអីទាញទេប្តីរបស់គាត់ឃើញគេទាញប្រពន្ធអស់ចូលក្នុងព្រានផ្លូវអញ្ចឹងរត់តែចាប់ទាញទៅមកនិយាយទៅគឺហេតុការណ៍នឹងមានតែគាត់តែពីរនាក់ទៀតដែលនៅនឹងហើយឪពុករបស់គាត់នឹងបានព្យាយាមប្រទីងបន្ទង់ទៅមកជាង1ម៉ោងចិត្ត1ម៉ោងឡើងគាត់ឡើងអស់ស្រានមែនទេនេះហើយមានអារម្មណ៍ថាអូយអាការៈនេះកាន់តែធ្ងន់ធ្ងរទៅហើយតតែរកអ្នកជួយមិនបានឪពុករបស់គាត់នឹងក៏បានទៅទិញទូជួយយើងទៅហើយពេលនឹងទាំងអស់គ្នាគឺគាត់ទាញដូចទាញប្រត់ចឹងទាញអស់គ្នាប្រពន្ធរបស់គាត់នឹងដូចជាខ្សែប្រត់ចឹងគាត់ទាញប្រពន្ធគាត់មកមានគេទាញប្រពន្ធគាត់ទៅមកហើយធម្មតាគ្នាគាត់ថាគាត់ខឹងគេចាប់ទាញអាមែនណាតែអត់មានអីអត់មានឃើញអីប៉ុន្តែទាញចូលដូចចង់ទៅក្នុងប្រៃគៀបថាឃើញនឹងភ្នែកស្រស់យកមកឪពុករបស់គាត់នឹងជាមនុស្សដែលមិនដែលជឿទៅលើអារឿងអញ្ចឹងទេប៉ុន្តែអានេះវាភ្នែកស្រស់ពេកវានៅសឹងគាត់ថាគាត់ឆ្ងល់មែនទែនស្អីគេវាមកទាញក៏សាហាវម៉េះមើលទៅអត់មានស្អីទេយកអត់ទ្វាទៅក៏អត់មានប៉ះអីដែរតែនៅតែទាញប្រពន្ធប្រតឹងទៅមកចង់ទាញអស់ចូលនៅក្នុងព្រៃនឹងយកមកដែលគាត់ថាសាហាវមែនទែននឹងគាត់ថាមិនជីវិតគាត់មិនដែលជួបរឿងអញ្ចឹងទេអ្នកទីអស់គ្នាគាត់ដឹងថាវាសាហាវនៅថ្នាក់នឹងគាត់ថាបើសិនជាអូសចូលទៅក្នុងព្រៃនឹងបានមិនដឹងថាមិនទេរួលហើយមិនដឹងថាមានឬមួយក៏ជួបអីចឹងនឹងក៏គាត់បានទេហៅបងប្អូនពូគាត់បងប្អូនអីនឹងពី3នាក់មកហើយឲ្យយកធូបយកអីផងដើម្បីមកសុំគេសុំអីអញ្ចឹងតានឹងហើយពេលនឹងទំមថារបស់គាត់នេះមកនឹងជាងកន្លះម៉ោងដែលប៉ារបស់គាត់នៅតែទៅបន្ទិញបន្ទង់ខ្លាចគេទាញប្រពន្ធចូលទៅក្នុងរបស់គាត់មិនចប់ហើយដឹងដារកណាជប់ឡើងគេនាំថ្នាក់ថេមិចទៅនឹងហើយអញ្ចឹងគាត់សុំវប់ផងគាត់សុំអីផងថាឲ្យលែងប្រពន្ធគាត់ទៅនោះនៅថាមិនលែងគាត់មានណាគាត់ខឹងមកគាត់ជេរមកគាត់វាយផងតែធ្វើម៉េចក៏មិនដទេរហូតទៅដល់នឹងប្រហែលជាកន្លះម៉ោងក្រោយមកក៏មានពូ3នាក់ទៀតនឹងម៉ោងទៅហើយក៏លោកយាយប្រហែលជាម្ដាយរបស់ពួកគាត់ទាំងពីរនាក់នឹងមកអុជធូបអសុំអញ្ចឹងទៅក៏វាប្រឡែងមិញទៅប្រឡែងយកម៉ងប្រឡែងច្មងហើយអាឃើញស្នាមឆ្កូតក្នុងសុទ្ធតែស្នាមពីនឹងហើយម៉ាក់របស់គាត់នឹងហើមជើងឡងបណ្ណានេះយកម៉ងចុះវាអស់ទៅអស់មកចង់និយាយទៅចង់អស់ចូលព្រៃយកមងាយហើយអីដែលសំខាន់ណាស់គឺគាត់ប្រាប់ថាអញ្ចេះបងប៉ាខ្ញុំមកមនុស្សមិនជឿទៅលើអារឿងអញ្ចឹងទេបងតែឥឡូវនេះជួឡើងស្លុបឡើងបាក់ស្វាតហើយប៉ាខ្ញុំឡើងបាក់ស្វាតបងឡើងវាស្រាពេកបងវាស្រស់ពេកនិយាយថាវាស្រកវាមិននឹកស្មានដល់អានេះគឺជារឿងពិតដែលគាត់បានឲ្យជួបផ្ទាល់នៅចន្លោះពីផ្លូវពីបាត់ដំបងទៅខាងប៉ៃលិនផ្លូវទៅកាន់ព្រំនឹងគ្នានឹងហើយនេះគឺជាសាច់រឿងពិតមួយដែលប្រិយមិត្តរបស់យើងគាត់បានចូលរួមចាញ់រំលែកមកហើយគាត់ថាបងប្អូនតុំអស់គ្នាជួនឹងហើយយប់ឡើងអីឲ្យធ្វើដំណើរសុខសប្បាយទាំងអស់គ្នាអញ្ចឹងតាណាហើយសូមប្រយ័ត្នប្រយែងប្រយ័ត្នជួបរឿងដូចកំពុងថ្ងៃរបស់គាត់ទៅហើយសូមជូនពរឲ្យបងមានសុខភាពល្អនិងសុខសប្បាយជាមួយនឹងក្រុមគ្រួសាររបស់បងអរគុណមែនទែនប្អូនដែលបានចូលរួមចែកដល់នៅសាច់រឿងដែលបានជួបផ្ទះនេះជាសាច់រឿងថ្មីមែនទេ
មានថាវាអាចមានខាតបានទេវាបាននិយាយទៅវាដូចតាអស់គ្នាលបមើលអារឿងមនុស្សកំបាំងកាយទេអារឿង Webberman នឹងហើយវាអញ្ចឹងងារដូចម្នាក់សេនៅក្នុងធំ Fantastic 4នឹងហើយវាអាចកំបាំងកាយបានមុសអីភ្លេចបាត់ហើយដែលនៅក្នុងរឿងមុនទូច Jessica អាឡាទាំងអស់គ្នាស្គាល់អត់អូនមានសេរីចាស់ស្រីស្អាតហា Jessica Fantastic 4សេរីអូទូស្អាតមែនតែនដល់ពេលទួយលើការងារអត់ស្អាតដូចទូចមុនសម្ដែងឡយហើយស្អាតទៀតJessica សូហើយស្អាតទៀតយីសូទៀតហើយងូយ៉ាងនឹងហាមិនមែនទេវាសាឡេបធីក្រាស់យើងតាំងពីទូឆ្មងទាំងអស់គ្នាចេះការបាននឹងមុខវាបែបអាស័យទាំងអស់គ្នាចូលទៅមើលនៅក្នុងរឿង Fantastic 4រីចាស់ហាគាត់ជាស្គាល់ហើយJessica មានសេរីចាស់ទេមិនស្គាល់ល្អតោះឥឡូវយើងចូលទៅដល់សាច់រឿងបែបដែលមួយដែលបានមានរឿងនឹងវាកើតឡើងដែលច្រើនតែគ្រាន់ថាបទផ្សេងគ្នាក៏យើងចេះតែយកមិនចែកប្លេជូននាំអស់គ្នាអញ្ចឹងណាអានេះជាបទពិសោធន៍របស់ប្រិយមិត្តរបស់យើងមួយដែលវាទើបតែកើតឡើងថ្មីគ្រាន់ថាវាកើតឡើងថ្មីកាលពីខែកញ្ញានេះឯងខែ10ខែកញ្ញា2025នេះថ្ងៃមួយហ្នឹងរិយមិត្តរបស់យើងគាត់សុំបញ្ចេញឈ្មោះទេគាត់បានតែពី3ជាមួយនឹងបងរបស់គាត់នៅរុស្ស៊ីម៉ោងជាមួយនឹងម៉ោង5ល្ងាចក៏គាត់បានមើលត្រឡំផ្ទះវិញតែងថៃនឹងគឺខុសពីដងរដងគឺថាទៅនឹងបានត្រីពីរបីក្បាលមកវិញហើយទៅតែថ្ងៃនឹងគឺអត់បានត្រីសំបីតែមួយក៏អត់មានដែរនឹងហើយដល់ពេលអញ្ចឹងបងបើគាត់កំពុងតែនេះសុខនឹងក៏គាត់បានឬដូចជាមានស្អីលោតចូលនេះស្រាំដៃរបស់គាត់នឹងងារគាត់ក៏អត់ចាប់អារម្មណ៍ដែរហើយក៏បានវិលត្រឡប់មកដល់ផ្ទះវិញរៀបចំមុនទឹកញ៉ាំបាយខ្ញុំអីធំឡើងទៅថ្ងៃស្អែកពេលដែលយប់គាត់ក៏បានដើរទៅរកកូនកែបជាមួយនឹងបងអូនដឹងតារាទៅធ្វើម្ហូបអញ្ចឹងហើយថ្ងៃហ្នឹងគឺដល់ចាប់បានច្រើនមែនទែនព្រោះដោយសារតែវាភ្លៀងទំភ្លៀងហើយយើងកែបវាចេញដើរដាច់ប្ររោះរហូតដើរទៅដល់កន្លែងតំបន់មួយដែលជាតំបន់ដែលគេបូជាសពនៅក្នុងភូមិហ្នឹងតែម្ដងទីតាំងមួយកន្លែងហ្នឹងត្រូវបានគេជ្រើសរើសដើម្បីយកមកបូជាសពអ្នកភូមិណាដែលស្លាប់គឺតែងតែយកមកបូជានៅកន្លែងហ្នឹងហើយកន្លែងហ្នឹងផងដែរគឺជាកន្លែងដែលចាស់នៅក្នុងភូមិហ្នឹងគេហាម5អត់ឲ្យកូនចៅមកលេងនៅកន្លែងហ្នឹងឬមួយក៏អីទេដោយសារតែវាមានការឡងប្រឡានេះគឺទៅដល់ដែលគេហាម5នឹងតែម្ដងតែដោយសារថាអត់ចាប់អារម្មណ៍ទេយប់ឡើងដើរលេចខ្លួនអស់គ្នាចាប់ពូកែបានច្រើនមានទៅចាប់អារម្មណ៍ថាដើរដល់ណាភ្លេចខ្លួនអស់គ្នាអ្នកដែលធ្លាប់ដើរចាំការលេចខ្លួនដើរទៅដល់កន្លែងឡងថប់ហើយយើងអត់ដឹងទេដើរចូលទៅលេងភីខ្មោចយកមកក៏អត់ដឹងដាច់ការវាបន់នឹងកន្លែងដែលគេបូជាសពច្រើននឹងហើយកំពុងតែឈោមើលចង់ស្រាប់តែបាញ់ចាំងពូទៅឃើញកែបមួយធំមែនតែនមកឡើងប៉ិននោះដៃទាំងអស់គ្នាគាត់ដេញចប់អត់បានវាលោតលឿនមែនតែនលោតនេះចុះអត់បានខឹងមែនតែនចង់អត់បានយកមកនិយាយទៅគឺតែមែនវាដេញចាប់ឡើងឈប់3នាទីកើតមួយដេញចាប់3នាទីចាប់អត់បានក៏រៀងហត់ដែលវាលោតចូលទៅគុំម្សៃនឹងបាត់ទៅក៏បាត់ទៅអង្គុយរៀងហត់រោគថៃរោគអីចឹងទៅគាត់គិតថាអញ្ចឹងប្រហែលជាគេមកសួរមានគេស្រីមកសួរអូនថាអូនឯងមករកកែបមែនថាបាត់ខ្ញុំមករងកែបបងដល់ហើយស្រាប់ថាគាត់ក៏ក្រឡេកទៅមើលកន្លែងសំលេងដែលមកសួរមកកាន់គាត់នឹងស្រាប់ថាក្រឡេកមើលទៅគឺអត់មានគេទេអត់មានឃើញអាគ្នាគាត់ក្រឡេកមកឆ្វេងសាំអត់មានឃើញគេនឹងអញ្ចឹងគេមិញសួរមានណាគាត់ក៏បានបែរមកក្រោយមានណានឹងក្រោយខ្នងគាត់នឹងឃើញមានខ្មោចមួយវាកំពុងតែកាន់កែបនៅពីវាពីឆុងក្រោយខ្នងរបស់គាត់នឹងយកងាយហើយមុខវាមិនបាច់និយាយណាដឹងថាអាលួយដូចមនុស្សកើតនឹងបើហែងឡើងពេញមុខខាត់បើឡើងពេញមុខហើយស្អុយអាលួយដូចអាចស្អុយថាស្អុយខ្លាំងមែនទេនេះខ្មងថាគ្រាន់តែឃើញប៉ុណ្ណឹងមានគាត់បោះចោលវែបំបត្តិចោលទាំងអស់កែបអីហ្នឹងគឺរត់ទាំងពីរនាក់រត់កាន់ដៃគ្នាចែកជើងគ្នានិយាយទៅចោតវែវ័នអស់រត់ក៏រត់តាមគ្នាអញ្ចឹងតាណារត់ឆ្ងាយពីកន្លែងហ្នឹងផុតកន្លែងហ្នឹងទំមមកទៅដូរដើរមកឆ្ងាយដូចខ្ញុំប្រាប់អញ្ចឹងស្ដារដើរមកភ្លេចខ្លួនដើរធ្លីមកហត់គាត់អង្គុយស្មាក់នៅក្រដើមឈើកន្លែងព្រោះដោយសារតែនេះរោគទឹកផឹកអត់បានអត់មានទឹកផឹកទៀតដោយសារតែមុននឹងចោលវីវ៉ាន់អស់ហើយពីរនាក់អង្គុយមើលមុខគ្នាលេងឡើងលេងឡងហត់ដងហាមអាបៀបមនុស្សរត់ដកង្ហើមអត់ចង់ដល់គ្នាមានណាកំពុងតែរត់កំពុងតែអង្គុយនឹងស្រាប់តែមានអារម្មណ៍ថាដូចមានពីណាគេធ្វើស្អីទៅលើដើមឈើនឹងឬព្រិបប្រមានណាងើយមើលទៅលើឃើញអាខ្មោចនឹងវាកំពុងតែអង្គុយយកជើងទាំងអស់គ្នាគឺវានៅពីលើក្បាលរបស់គាត់នឹងយកមកហើយក៏បានសួរថាអូឯងយកអង្កែបទេនាគវាថាវាហុចកែបមកវាឡងអញ្ចឹងមានណាទាំងអស់គ្នាឲ្យគាត់រត់ចេញពីកន្លែងក្រោមដើមឈើនឹងហើយមិនត្រឹមតែប៉ុណ្ណឹងទេអាខ្មោចកន្លែងនឹងគឺដេញតាមគាត់យកមកគឺវាហោះមកនឹងក្រោយគាត់យកមកវាមកដូចរត់ទេតែមើលមកដូចហោះអញ្ចឹងងាមិនមែនហោះស្ទុយដូចលេងវាមកតាមយើងតែស្ទុយយកមកគឺអត់មានរត់ដូចយើងថែបហបអញ្ចឹងទេមានអាណាតែថ្មមថាគាត់រត់ផុតពីទីតាំងកន្លែងនឹងចូលមកក្នុងភូមិអីវិញនឹងទៅបាត់វិញ្ញាណខ្មោចនឹងងារក៏រត់ចូលមកដល់ផ្ទះនឹងទៅហើយក៏បានស្រែកឲ្យគេជួយគេអីចឹងទៅមានណាក៏អ្នកផ្ទះគាត់ចេញមកសួរនំណាក៏គាត់ប្រាប់តាមស៊ីយើងទៅមានណាអ្នកផ្ទះគាត់ស្ដាយយីអញឆ្ងល់ហើយអាក្អូហែងមិនបានតែចាប់អីនៅនឹងហើយអត់ដឹងទេនៅនឹងខ្មោចដងសាហាវហាណាកន្លែងផ្សេងមិនតែចាប់ណានឹងខ្ញុំណាទៅដឹងបើយប់ឡើងភ្លេចខ្លួនឯងកែបានច្រើនដើរជាមួយតុកដើរភ្លេចខ្លួនមានណាដើរទៅដល់នឹងមានដែរនឹងចូលទៅតំបន់
មួយឡងបណ្ដោយនឹងហើយនេះគឺជាសាច់រឿងដែលប្រិយមិត្តយើងបានជួបសេឡើងក៏ប្រស្រែសេអេកនឹងហើយចុងក៏សូមជូនពរបងដែលបានចូលរួមការជាមួយនឹងក្មេងតូចរបស់បងនឹងជូនពរឲ្យបងមានសុភមង្គលក្នុងគ្រួសារនិងរកស៊ីមានបានមានលឿនមានលុយច្រើនកុំភ្លេចចែកចាយផងសូមរគុណអូខេអរគុណទៅកាន់ប្អូនមែនទែនដែលបានចូលរួមចែករំលែកនិងបានជូនពរប្អូនសក្អីក្នុងរកទទួលមានបានដូចគ្នានៃគ្នានេះគឺសាច់រឿងដែលប្រិយមិត្តរបស់យើងបានជួបវានឹងហើយរសជាតិនឹងយើងទទួលបានច្រើនហើយគ្រាន់ថាវាបទពិសោធន៍ផ្សេងគ្នាចឹងទៅណាហើយអានេះគឺជាបទពិសោធន៍មួយផ្សេងទៀតទៅនឹងហដតៈតងជាមួយនឹងរឿងខ្មោចឡងពេលដែលទៅរកកែប្រុយព្រោះថាធម្មតាមនុស្សយើងមានបងប្អូនយើងច្រើនមែនទេដែលគាត់បានដឹងពីនូទីតាំងជនបទអីនឹងសូមដែលខ្ញុំជាកូនអ្នកពុកអង្កយក៏ប៉ុន្តែក៏ខ្ញុំធ្លាប់មានបទពិសោធន៍ដើរកែរកអីនុកអីដែលចឹងយើងទៅលេងស្រុកលេងអីនឹងហើយយើងធ្លាប់ពោជានឹងដែលមិនមែនថាយើងកូនអ្នកក្រងអ្នកអីមិនដែលសល់ទេនឹងហើយខ្ញុំដើរចុះស្រែចុះអីខ្ញុំនេះដែលនឹងគ្រាន់ថាយើងមិនមែនទៅនៅស្រែទេគ្រាន់ថាយើងទៅលេងទេតែទៅលេងនឹងយើងមិនមែនទៅលេងនេះទៀតយើងសារទៅលេងនឹកដែរហើយយើងទៅលេងយើងនៅមេងនៅសុកស្រែដើររកនេះរកនោះសប្បាយមែនទែននឹកឃើញទៅដល់ការអស់គ្នាខែបាំងខែនឹងងឺសំឡេងភ្លេងការភ្លេងអីមកនឹងអាមេឃថ្ងៃរៀបលិចហើយនៅសុកស្រែគឺស្អាតមែនទែនលយស្អាតហើយនឹកសម័យទៅដាក់ដកាលនឹងយកមុងនុកអាភ្លេងការមកក្រលូជួយល្វើយអេមសុំទឹកអូខេប្រយមទាំងអស់គ្នានេះគឺជាសាច់រឿងដែលប្រិយមិត្តរបស់យើងគាត់បានចែកប្លេកមកទាំងអស់គ្នាពេញចិត្តមួយសាច់រឿងមួយណាជាងគេកុំភ្លេចចូលមិននៅខាងក្រោមផងហើយសាច់រឿងមួយទៀតដែលយើងនឹងយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាតែម្ដងមានប្រិយមិត្តរបស់យើងគាត់ request ថាពេលមកជួបខ្ញុំក្រៅពេលនៅទីមដេមកទីមខ្ញុំជួបអញ្ចឹងថាបងឯងយើងខ្មោចតិចណាមកបងបើឯងនិយាយតែម៉ោងចឹងបងអត់ដូចមុនអញ្ចឹងអត់និយាយ2 3ម៉ោងអីយើងដាក់2 3ម៉ោងបងខ្ញុំចង់ប្រាំងអស់គ្នាថាខ្ញុំចង់មែនតែនហើយខ្ញុំនឹកពេលដែលខ្ញុំអាចនិយាយខ្មោចអា2 3ម៉ោងនឹងបានមែនតែនឥឡូវមានអារម្មណ៍ថាហត់ទាំងអស់គ្នាមានអារម្មណ៍ឆាប់ហត់មកខ្ញុំនិយាយមេខ្ញុំចង់ងាខ្ញុំបើខ្ញុំអាចខ្ញុំមានកម្លាំងកំហែងដូចមុនថតបានច្រើនណាស់ខ្ញុំថតមកតែដោយសារឥឡូវនិយាយតែ1ម៉ោងខ្ញុំអត់ខ្យល់លីងមកឥឡូវនេះមានអារម្មណ៍ខ្សះទៅអត់ដឹងមិនណាអាចថាមកឥឡូវយើងការងារយើងវាច្រើនសម្រាប់មិនសូវដូចមុនអីអញ្ចឹងបើមុនមានធ្វើអីយើងនៅតែផ្ទះយើងធ្វើការជា inflavi មានទៅពិបាកអីដល់ពេលឥឡូវយើងបើកបែកកូនឯងយើងហត់ច្រើនដល់ពេលអញ្ចឹងកម្លាំងយើងក៏ធ្លាក់តាមនឹងដែរអញ្ចឹងក៏សូមអធិស្ឋានផងណាបងអូនគ្នាសង្ឃឹមថាអ្នកគ្នានឹងយល់ហើយខ្ញុំព្យាយាមចេញហើយបានទៀងទាត់តាមអាចធ្វើបាននិយាយទៅគឺខ្ញុំព្យាយាមបម្រើអារម្មណ៍បងប្អូនទាំងអស់គ្នាបានតែម្ដងហើយខ្ញុំនៅតែអរគុណបងប្អូនទាំងអស់គ្នាមែនទែនដែលតែងតែគាំទ្រនៅនឹងស្នានុកម្មវិធីបំសាព្រារួមតាំងពីដើមរស់ដល់ឥឡូវហើយជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកទស្សនាកម្មវិធីរបស់ខ្ញុំនេះសូមឲ្យមានសុខភាពល្អជាពីជំងឺគ្រប់សពទាំងអស់ហើយសូមឲ្យមានសំណាងល្អមានសុភមង្គលក្រុមគ្រួសារហើយសូមឲ្យរកលុយបានច្រើនទាំងអស់គ្នាអូខេអញ្ចឹងយើងចូលទៅដល់សាច់រឿងរៀងជាបន្តដែលជាសាច់រឿងចុងក្រោយរបស់កម្មវិធីរបស់យើងហើយដែលខ្ញុំទទួលបានមកពីប្អូនស្រីម្នាក់ដែលរឿងចុងក្រោយដែលបិទគូតនេះគឺជារឿងមួយដែលគួរឲ្យខ្លាច Yes តោះរឿងនេះខ្ញុំទទួលបានមកពីប្អូនម្នាក់ដែលគាត់ដូចជាសុំមិនបញ្ចេញឈ្មោះទេដែលវាបានកើតឡើងទៅលើលោកយាយរបស់គាត់តើតែម្ដងយប់មួយពេលដែលម្ដាយឪពុករបស់ប្អូនស្រីម្ចាស់សាច់រឿងហ្នឹងគាត់អត់នៅផ្ទះគាត់ដោយសារតែគាត់មានមុខរបរជាអ្នកចុងភៅតាមរោងការអញ្ចឹងតាណា2 3ថ្ងៃនឹងគាត់ចូលផ្ទះអញ្ចឹងទៅហើយក៏គាត់បានទៅពឹងឲ្យម្ដាយរបស់គាត់នឹងដែលជាលោកយាយនឹងម៉ែឲ្យម៉ែមិចនឹងផ្ទះខ្ញុំម៉ែបានមើលចៅផងព្រោះពួកវានៅតែប៉ែប៉ុន្មានអ្នកបងប្អូនអញ្ចឹងងាក៏យាយនឹងលោក12យាយរបស់គាត់កំពុងតែស្មានរបៀបថាចង់មុនចង់អីហើយក្មេងចូលធម្មតាអញ្ចឹងយាយបើគាត់កំពុងតែស្មានសុខនឹងគ្នាក៏គាត់ប្រែខ្លួនមកគាត់ដឹងខ្លួនបានតិចនឹងស្រាប់តែគាត់បានឃើញមានក្មេងច្រើនប្រហែលជា4 ម្នាក់ទាំងអស់គ្នាកំពុងតែឈរនឹងក្រៅមុខរបស់គាត់ផងហើយវាពីលើមុងនឹងផងវាពីលើមុងយេសេដារីស្រាប់ច្រឡំទេធ្វើចរិតមានអស្រាប់ច្រឡំគឺវាលើមុងរបស់យើងតាមុងទាំងអស់គ្នាតាក់ដៃមុងផុងភ្លុចទេអ្នកណាវាលើមុងកាត់ឈោពីលើមុងមិញកាត់មុងទុនលវៈនឹងតែកូនក្មេងប៉ុន្មានអ្នកនឹងវាដើរលេងនៅឈរនៅលើមុខហើយវាលើមុខយកមកមានអ្នកទាំងអស់គ្នាគាត់ក៏បានឃើញអញ្ចឹងគាត់ក៏បានស្រែកឲ្យអញ្ចឹងហើយមិនម្ដេចមិនបិនពួនយប់ហើយតាមិនមកលេងអីទៀតមួយវាលើមអីអញ្ចឹងដេកទៅរបៀបគាត់ប្រាប់អញ្ចឹងងាក្រោយមកក៏បាត់ទៅបាត់មែននឹងហើយគាត់ក៏សងំស្រមែនមកស្ទោទៀតទាំងអស់គ្នាម្ដងនឹងគឺមិនមែនក្មេងទេគឺគាត់បានឃើញមនុស្សស្រីហើយមនុស្សស្រីនឹងមិនអត់គាត់បានឃើញមនុស្សស្រីម្នាក់បានវាចុះពីលើជាងវាដូចមែនសក់វាឡើងកត់ត្រឹងឡើងមកគួរឲ្យខ្លាចឆ្មងវាចុះពីលើអញ្ចឹងដើរមិនបន្តិចហើយវាមានខ្សែមួយវាចង់មកចង់ចៅគាត់ទាំង3នាក់នឹងងារមានណានិយាយរបស់គាត់ឃើញអញ្ចឹងនិយាយរបស់គាត់ក៏សែកណែចេញងាយគុំមិនចង់ធ្វើបាបចៅអញនឹងហែងហាមានណាពួកគាត់នេះភ្ញាក់ដែលគាត់ទៅយាយរបស់គាត់ស្រែកអញ្ចឹងគាត់ខ្លាចទាំងអស់គ្នាអូយាយកើតអីអញ្ចឹងយាយរបស់គាត់នឹងក៏បានសួរគាត់ថាណែមេអូនយប់មិញមានបានបងីមិញមិនបាន
មេអូនយប់មិញមានបានបងីមិញមិនបានបិទទ្វារផ្ទះអត់ថាបិទតាខ្ញុំបិទអស់ហើយបិទប្រអួយទៀតអញ្ចឹងងាយមានណាអ៊ំស្ទុះទ្វារផ្ទះរបស់គាត់នឹងគឺលំបើកដោយខ្លួនឯងតែម្ដងគឺឃើញទ្វារនឹងច្រហៀកងេទាំងទ្វារនឹងបានបិទរួចហើយគឺនិយាយរបស់គាត់ជាមួយនឹងអីនឹងគឺបានឃើញមានមនុស្សប្រុសកំពុងតែឈរនៅពីមុខផ្ទះនឹងយកមកច្រើនមែនទែនមានទាំងក្មេងមានទាំងចាស់មកអស់ហើយទាំងអស់គ្នាគឺមានទាំងស្លៀកក្បិនមានអាសម្បុរខ្មៅមានទាំងអាមានមៀតធំមានទាំងអាមៀតតូចអីមកហើយទាំងស្រីទាំងប្រុសមករឿនមែនតែដឹងថាដេញដឹងនាំគ្នាមកពុកពូនមកច្រើនយ៉ាងនឹងទេនិយាយទៅគឺថាគាត់នេះអត់មានឃើញអីប៉ុន្តែយាយរបស់គាត់នឹងឃើញតែអញ្ចឹងយាយរបស់គាត់ក៏បានទាញចៅឲ្យរត់ទាំងយប់យកមកគ្នារត់ចេញទៅរកអ្នកចិត្តខាងយប់ទៅរកផ្ទះគេចឹងចេញទៅទាំងយប់យកមកតស្អែកបានគាត់មកផ្ទះវិញហើយគាត់ក៏យករឿងរ៉ាវទាំងអស់ណាអាជាស្រោះយីមិនមែនរត់ទៅផ្ទះអ្នកចិត្តខាងតិចច្រឡំអញ្ចឹងរឿងនឹងវាមិនគួរឲ្យខ្លាចអីប៉ុន្មានទេប៉ុន្តែវាជាបទពិសោធន៍ផ្ទាល់ដែលវាបានកើតឡើងកាលពីតូចចាពេលដែលគាត់នៅតូចបានកើតឡើងទៅលើគាត់ផ្ទាល់តែម្ដងដែលវាជាសក្រឿងមួយដែលពិតជាគួរខ្លាចហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយនឹងសាច់មួយណាកុំភ្លេចជោគមិនខាងក្រោមផងហើយអ្វីដែលកាន់តែពិសេសបងប្អូនតុំអស់គ្នាកុំភ្លេចជោគមិនអាផងថាបងប្អូនទាំងអស់គ្នាបានទស្សនានៅវីដេអូខ្ញុំនេះគឺមកពីខាងណានៅតំបន់ណានៅខេត្តណានៅប្រទេសណាចូលកំផងខ្ញុំចង់ដឹងពីអ្នកទាំងអស់គ្នាហើយបើសិនជាចង់ចូលរួមចែករំលែកនឹងសេរឿងដូចប្រិយមិត្តរបស់យើងកុំភ្លេចចូលរួមចែករំលែកផងដោយសារតែសេរឿងរបស់យើងបើសិនជាបងនាងចង់ឲ្យខ្ញុំឲ្យច្រើនដឹកតតែបងគ្នាចាំចូលរួមចែករំលែកអត់បាទណាមិននិយាយទេបើយើងចេញឡាប់អាសូរដែរវាច្រើនដែរអញ្ចឹងតាអញ្ចឹងកុំភ្លេចចូលរួមចែករំលែកនៅសាងក៏ដូចជាបទពិសោធន៍ដែលខ្លួនឯងបានជួបប្រទះដោយផ្ទាល់ផងតើបានជួបអីខ្លះរឿងរ៉ាវនឹងវាមិនលះឬមួយក៏ជាបទពិសោធន៍របស់ក្រុមគ្រួសារឬមួយក៏មិត្តភ័ក្តិបង្អន់គ្នាបងប្អូនទាំងអស់គ្នាខើចែករំលែកបានដែរនិយាយទៅឲ្យតែថាជាបទពិសោធន៍រឿងរ៉ាវផ្សេងរឿងរ៉ាវចម្លែកដែលគួរឲ្យខ្លាចរឿងអំឬមួយក៏មិនអំនោះរឿងម៉េចឲ្យថាវាចម្លែកវាគួរឲ្យខ្លាចអីកុំភ្លេចចូលរួមចែករំលែកផងនៅក្នុងเพจចូលដល់អ្នកទាំងអស់គ្នាអាចចូលមកកាន់เพจរបស់ខ្ញុំបានធ្វើការជាអត្ថបទក៏បានឬមួយក៏សរសេរជាឬមួយក៏ផ្ញើជាសំឡេងក៏បាននឹងហើយអញ្ចឹងនៅក្នុងសូត្រនេះមិនដឹងថាខ្ញុំដាក់ឲ្យគេឲ្យប្រិយមិត្តរបស់យើងគាត់និយាយដោយខ្លួនឯងឬក៏អត់ទេបើឃើញក៏ចូលស្ដាប់ទៅអូខេប្រិយមិត្តទាំងអស់គ្នាអញ្ចឹងកម្មវិធីរបស់យើងគឺបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណទៅកាន់ពុកម៉ែបងគ្នាមែនទែនជាពិសេសប្រិយមិត្តរបស់យើងដែលតែងតែចូលរួមបើសិនជាមានការនិយាយឬនិទានរឿងខុសពាក្យសម្ដីឬមិនសមរម្យនៅប្រការណាមួយសូមពុកម៉ែបងប្អូនអ្នកស្ដាប់ខន្តីអភ័យអត់ទោសដល់ Channel ខ្ញុំបាទផងជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនអ្នកស្ដាប់ទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនប្រកបមុខរបររកទទួលទានមានបាននឹងជោគជ័យគ្រប់ភារកិច្ចនិងសូមជួយចុច Like Follow Subscribe ម្នាក់មួយផងពី Channel ខ្ញុំបាទ Story Talk Magic និទានរឿងខ្មោចសូមអរគុណនិងសូមជម្រាបលា